ជំនាញដំបូងនៃការឈានជើងចូលវិស័យ trade គឺរើស broker បើសិនយើង trade forex ហើយរើស exchange បើសិនយើង trade crypto exchange គឺដូចជាផ្សារអញ្ចឹងប៉ុន្តែគាត់ផ្សារហ្នឹងមិនមែនផ្សារទិញលក់ត្រីទេគឺផ្សារទិញលក់cryptocurrency ទិញលក់កាក់ទិញ Bitcoin ទិញ Ethereum ទិញ BTC អញ្ចឹងណាយល់អត់បាទអញ្ចឹងចំពោះការរើស broker គឺខ្ញុំនឹងនិយាយវីដេអូក្រោយប៉ុន្តែវីដេអូនេះខ្ញុំនឹងឲ្យ7ចំណុចនៅក្នុងការរើស exchange ឲ្យបានល្អជាអ្នកដែលចង់ដឹងពាក់ព័ន្ធនឹង broker ដោយសារតែវីដេអូមិនទាន់ចេញអាចឆាតសួរបានទី1គឺសុវត្ថិភាពជាចម្បងបាទត្រូវមាន KYC គឺមានន័យថាបញ្ជាក់តសញ្ញាណថាជារបស់យើងហើយជឿវាការពារថ្ងៃណាមួយដែលយើងបាត់ទៅគឺយើងនៅតែអាចប្រើបានដដែលណាបាទតែយើងនៅតែអាចទាញយកមកវិញបានហើយមួយទៀតគឺទិន្នន័យរបស់ exchange គួរតែ store នៅក្នុង cold storage បាទដែលមិនអាចមាននរណាគេលួចទិន្នន័យបានបាទដែលពីផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតណាហើយមួយទៀតគឺ SAFU បាទអានឹងទុកឲ្យ research គឺ SAFU បាទទី2 SAFU មានន័យថាម៉េច comment ខាងក្រោមទី2ប្រើច្រើនប្រទេសអញ្ចឹងអាចលើសពី100ប្រទេសទៅក្រៅស្រុកបាទប្រើទូលំទូលាយបាទហើយមានប្រភេទជា regional version មានន័យថា app តែមួយហ្នឹងនៅក្នុងប្រទេសផ្សេងគ្នាគេតម្រូវទៅតាមប្រទេសមួយបាទទី3គឺសេវាចូលផ្សារទៀតមានន័យថា fee ការចំណាយនៅពេលដែលយើងចុចទិញឬក៏ចុចលក់គឺគេត្រូវគិតលុយប៉ុន្តែយើងរក exchange ណាដែលគិតលុយតិចចំណុចទី4ងាយស្រួលសម្រាប់អ្នកថ្មីបាទសម្រាប់ប្រើចំពោះមនុស្សទូទៅក៏ងាយស្រួលប្រើហើយអាចប្រើបាននឹងទូរស័ព្ទនិងកុំព្យូទ័រទី5គឺមានជំរើសច្រើនមានកាក់ច្រើនឲ្យយើងស្រួលក្នុងការចូលផ្សារហើយសម្រាប់អ្នកដែលមានយុទ្ធសាស្ត្រដូចខ្ញុំនេះគឺងាយស្រួលក្នុងការចូលទៅកាក់ផ្សេងដែលទូប្រើយុទ្ធសាស្ត្រវាខុសពីអ្នកជំរើសជាតិហើយដើររកតារាងដូចបងម៉ាត់ឆ្វេងណាដើម្បីស៊ីតាមតារាងបាទអូខេទី6គឺ feature មានជំរើសសម្បូរបែប feature ពិសេសបាទទី7 supporter គឺអ្នក support customer support ហ្នឹងគឺមាន24ម៉ោងប្រចាំកាល7ថ្ងៃក្នុងមួយសប្តាហ៍ exchange ដែលខ្ញុំគិតថាមានចំណុចទាំងអស់នេះគឺមាន exchange Binance បាទសម្រាប់ Binance complete ណាដល់ត្រង់ចំណុចនេះ complete ដាក់ code APKWYY6W អរគុណជម្រាបលា please share វីដេអូនេះផងបងប្អូនសម្រាប់ការបង្កើតកាន់នេះបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បងប្អូនវាយពាក្យ Binance ណាទៅយើងសេ Binance ហើយយើង search វាមកយើងចុច install app Binance នឹងតាមការណែនាំមកបាទអញ្ចឹងការ install ហើយយើងបើកមកយើងចុចយក English ហើយយើង next ខាងក្រោមហើយចុចខាងក្រោមគេទៀតបន្តមកទៀតគឺចុចនៅលើ continue with Gmail បន្តមកទៀតយើងចុចនៅលើ Gmail ដែលយើងត្រូវការប្រើបាទហើយយើងចុច agree សម្រាប់បើសិនយើងប្រើលេខទូរស័ព្ទក៏បានដែរយើងចុចហើយយើងចុច get code create account ណាបាទអញ្ចឹងចុចឲ្យលើគេ create a new Binance account តើទីចុច next បាទចុច yes ណាប្រយ័ត្នមែនតើកន្លែងនេះកុំឲ្យភ្លេចដាក់កូដឲ្យសោះបាទកូដហ្នឹងគឺ APK WYY6W ដូចតែបានដាក់ហ្នឹងកាលនេះបើសិនជាបងប្អូនមកដល់កន្លែងនេះស្រាប់តែសំឡងកន្លែងដាក់កូដបាត់គឺបងប្អូនត្រូវតែបញ្ឈប់ការបង្កើតហ្នឹងពីព្រោះអត់បានបន់ទេចឹងបងប្អូនត្រូវបង្កើតតាម link វិញណាបាទសិនជាវាចេញបែបនេះទាំងបងប្អូនមិនទាន់បានដាក់កូដទេបាទសូមបងប្អូនកុំបន្តអីពីព្រោះបើបងប្អូននៅបន្តគឺបងប្អូនអាចបានលុយទេគ្មានវិធីសាស្ត្រដើម្បីបានលុយវិញទេចឹងបងប្អូនអាចឆាតមកខ្ញុំសិនឬក៏បងប្អូនបង្កើតតាម link វិញដល់កន្លែងនេះគឺមានជំរឿខាងលើគេគឺតាក់សៀនប័ណ្ណខាងក្រោមគឺបានបើកបោចុងក្រោយទី3គឺ passport បាទចំណុចនេះគឺយើងដោយសារខ្ញុំយក ID card គឺយើងត្រូវពេញនឹងតាក់សៀនប័ណ្ណចឹងខ្ញុំដាក់តាក់សៀនប័ណ្ណចូលចឹងចុចពាក្យ upload ខាងលើយើងដាក់រូបខាងមុខយើងបាទហើយខាងក្រោមគឺយើងដាក់តាក់សៀនប័ណ្ណផ្នែកខាងក្រោយយើងអាចថតឲ្យស្អាតហើយចាំយើងមកដាក់មកណាចា low all មកយើងដាក់តាសៀនប័ណ្ណចូលបាទចឹងនៅពេលដែលយើងបានដាក់ទាំងលើទាំងក្រោមរួចរាល់ហើយយើងចាំមក play ទៅពេលវា upload រួចរាល់យើងគ្រាន់តែចុចពាក្យ continue ទៅបានហើយ
កន្លែងនេះគឺយើង scan មុខគឺយើងធ្វើការចុច continue បន្តមកទៀតគឺយើងធ្វើតាមការណែនាំយើងអាចហាមាត់ពេលខ្លះឲ្យងើបងាកហើយបានងើបឆ្វេងងាកស្ដាំអូខេបន្តមកទៀតវានឹងឲ្យយើងកែតម្រូវបាទកែតម្រូវតាសៀនប័ណ្ណនេះតើមានកន្លែងណាខុសពីច្រើនព័ត៌មានហ្នឹងវាចាប់មកវាអត់ត្រូវទេអញ្ចឹងគឺយើងបំពេញជាអក្សរខ្មែរមកបាទហើយនឹងថ្ងៃខែខាងណាត្រឹមត្រូវមកដំបូងគឺឆ្នាំហើយបានខែហើយបានថ្ងៃបាទទីលំនៅយើងដាក់ធំភូមិទៅបានហើយ postal code យើងដាក់ 12000 បាទអញ្ចឹងទីលំនៅយើងដាក់ភូមិឃុំស្រុកខេត្តអញ្ចឹងណាហើយគេសួរ city ណាគឺខេត្តដែលយើងរស់នៅហ្នឹងហើយបាទអញ្ចឹងមិនមានចម្ងល់ឡើយណាបងឆាតសួរដោយស្រីណាបាទ